ជារឿងចៃដន្យប៉ុន្តែក៏ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដោយហេតុការណ៍កើតឡើងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ក្រោយពីព្រះចៅក្រុងសៀមរាមាទី10និងមហាសីឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងក្នុងដំណើរទស្សនកិច្ចសិក្សាផ្លូវរដ្ឋស្រាប់តែវិហារដ៏ចំណាស់អាយុកាលប្រមាណ1500ឆ្នាំដែលគេស្គាល់ថាជាអតីតវិហារបន្សល់តាំងពីសម័យរាជវង្សណានឆាវបានឆាបឆេះហើយដូចជារងចាំស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់ស្ដេចសៀមសម្រាប់អ្នកអានប្រវត្តិសាស្ត្រប្រហែលជាអាចដឹងហើយថារាជវង្សណានឆាវមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងជនជាតិសៀមព្រះវិហារយ៉ុងឈីមានទីតាំងស្ថិតនៅភ្នំហ្វេងហួងទីក្រុងចាងជាកាំងខេត្តចាងស៊ូដែលនៅប៉ែកខាងឆ្នេរខាងកើតនៃប្រទេសចិនវត្តនេះត្រូវបានកសាងឡើងនៅដំបូងក្នុងឆ្នាំ1536ក្នុងសម័យរាជវង្សលៀងវត្តចុងឈីងត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោមវត្តចំនួន480វត្តដែលបានសាងសង់ស្ថាបនានៅសម័យរាជវង្សណានឆាវវត្តទាំងនោះធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិនក្នុងសម័យរាជវង្សមីងនិងឈិងវត្តនេះត្រូវបានជួសជុលចំនួន6ដងជាដើមរបស់វត្តយ៉ុងឈីងត្រូវបានកំទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ1958ក្នុងសម័យបដិវត្តន៍របស់ប្រទេសចិនដឹកនាំដោយម៉ៅសេតុងហើយពេលនោះព្រះសង្ឃត្រូវបានបណ្តេញចេញទាំងស្រុងពីវត្តនេះនៅឆ្នាំ1993វត្តបានចាប់ផ្ដើមសាងសង់ឡើងវិញហើយបានបើកជាសាធារណៈនៅឆ្នាំ1999ដោយមានការស្ថាបនាឡើងវិញនៅអគារនិងរក្សារចនាបថដើមបែបបុរាណរួមទាំងសាលាវេនឆាងដែលទៅនឹងឆាបឆេះនេះផងដែរនៅក្នុងឆ្នាំ2007ព្រះវិហារដ៏ចំណាស់នេះត្រូវបានចុះបញ្ជីជាវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំងរបស់ប្រទេសចិននៅវេលាម៉ោង11:24នាទីព្រឹកនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះចេញពីសាលាប្រវត្តិសាស្ត្រមួយពីអគារសាលាវេនឈៀងនេះហើយនឹងផ្នែកផ្សេងទៀតនៃវត្តស្ទើរតែទាំងស្រុងនៅសល់ត្រឹមតែធ្នឹមសសរនិងក្រុងអគារប៉ុណ្ណោះសូមជម្រាបថាសាលាវេនឈៀងនេះជាអតីតកន្លែងអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់របស់ប្រទេសចិនឈ្មោះថាស៊ីណៃអានធ្លាប់បានលាក់ខ្លួននិងលួចនិពន្ធសៀវភៅប្រឡោមលោកដ៏អស្ចារ្យរបស់ប្រទេសចិនគឺរឿងអ្នកក្លាហាននៅភ្នំលៀងសានដែលកើតឡើងនៅក្នុងអំឡុងចុងសម័យរាជវង្សយាននៅក្នុងអក្សរសិល្ប៍ចិនមានរឿងប្រឡោមលោកចំនួន4ដែលគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសចិននោះគឺទី1រឿងសាមកុកទី2រឿងដំណើរឆ្ពោះទៅទិសខាងលិចទី3រឿងអ្នកក្លាហានភ្នំលៀងសានទី4រឿងសុបិនក្នុងវិមានក្រហម